ហើយបើខ្ញុំនៅចិត្តនឹងផ្លូវហើយយ៉ាងនេះតើអនាគតទៅសុខភាពខ្ញុំទៅយ៉ាងណាកូនចៅទាំងអស់គ្នារស់នៅមានតទៀតអត់មិនដែរឬក៏អាចបញ្ចប់នៅតែត្រឹមដោយសារដីហុយឆ្លក់ងាប់នឹងយ៉ាងម៉េចចង់សួរយ៉ាងហើយបងប្អូនជាទីមេត្រីឥឡូវនេះខ្ញុំមកដល់ភូមិសាមគ្គីបាទឃុំស្វាយជ្រះស្រុកស្នួលខេត្តកាចេះឃើញថាមានប្រជាពលរដ្ឋច្រើនមែនទែនបានពឹងពាក់មកខ្ញុំអំពីបញ្ហាឡានរបស់ក្រុមហ៊ុនដឹកថ្មដឹកសម្ភារៈមួយចំនួនរបស់ចិនក្រុមហ៊ុនចិនទេបងតែបើកហ្នឹងគឺហុយទលោមតែម្ដងมันមានការស្រោចទឹកมันមានការអភិវឌ្ឍឬមួយក៏បើកយឺតអីទៅគឺបើកលឿនយកតែមែនតើដូច្នេះប្រជាពលរដ្ឋអ្នកដែលក៏រស់នៅក្នុងភូមិសាមគ្គីនេះពីភូមិសាមគ្គីខ្លាយទៅជាភូមិលែងសាមគ្គីហើយពួករត់ចោលគ្នាបានឯសាមគ្គីគ្នាទៀតហើយឲ្យពីណានៅទៀតបើលេងដីហុយយ៉ាងហ្នឹងបើខ្ញុំនៅខ្ទង់តែប្រហែល10នាទីជាងនេះឡើងហុយពេញមុខពេញមាត់ហើយចុះទៅប្រំប្រជាពលរដ្ឋគាត់នៅរយៈពេលប្រហែល24ម៉ោងលើ24ម៉ោងតើដីហុយទៅលើគាត់ប៉ុណ្ណាតើការរស់នៅរបស់គាត់ប្រមាថយ៉ាងម៉េចបងប្អូនខ្លះឃើញផ្សាយបែបហ្នឹងថាកន្លែងតាណាក៏វាមានការប្រមាថដែរប៉ុន្តែកន្លែងនេះវាប្រមាថពេកប្រមាថដល់ថ្នាក់រកតែកន្លែងដេកដើម្បីឲ្យវាស្រួលមិនមានដីហុយវាមិនបានណាដល់ពេលអញ្ចឹងទៅគាត់ត្អូញត្អែវាមានទុកលំបាកទុកកង្វល់អញ្ចឹងត្រូវពេលដែលប្រជាពលរដ្ឋមានទុកកង្វល់សូមមន្ត្រីមេត្តាជួយឈឺឆ្អើឬមួយក៏រកនៅដំណោះស្រាយជូនគាត់ផងឥឡូវនេះចង់ដឹងថាតើគាត់មានទុកកង្វល់ពិបាកយ៉ាងម៉េចនៅពេលដែលរស់នៅក្នុងរាល់ថ្ងៃនៅក្នុងភូមិនេះនៅពេលដីហុយយ៉ាងណាយ៉ាងណីយើងទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាជម្រាបសួរបងនៅរាល់ថ្ងៃនេះនៅពេលដែលបងរស់នៅតើផលវិបាកខ្លាំងបំផុតនៅក្នុងភូមិសាមគ្គីនេះតើវាជារឿងអីដែររាល់ថ្ងៃនៅក្នុងភូមិសាមគ្គីបើនិយាយពីរឿងមុខរបរការងារអត់សូវពិបាកអីណាទេតែសំខាន់ជាងគេបំផុតគឺដីហុយគឺដីហុយខ្លាំងណាស់ធ្វើបើថាផ្លូវនេះគាត់ស្រួលជិះពិតមែនគាត់ធ្វើគាត់ស្រួលជិះតែវាដីហុយប៉ះពាល់ដល់សុខភាពខ្លាំងណាស់ដូចជាមួយផ្ទះខ្ញុំហ្មងគឺកូនចៅផ្ដាសាយក្អកគ្រប់គ្នាដោយសារអីទីមួយវាដីហុយនៅលើផ្ទះនៅអត់បានទេជូតតែហើយយ៉ាងច្រើនបំផុតនិយាយថា1ម៉ោងចុះគឺដីហុយវិញដដែលអញ្ចឹងហើយខ្ញុំសូមឲ្យអស់លោកដែលគាត់នៅខាងធំនៅខាងលើខ្ញុំមិនបានស្គាល់ឈ្មោះអស់ទេតែបើសិនជាខ្ញុំនិយាយទៅមានពាក្យណាប៉ះពាល់ដែលមិនសមរម្យខ្ញុំសូមអភ័យទោសទុកជាមុនព្រោះអីការរៀនដោយសាររៀនគាត់អត់ដឹងគឺជារៀនហើយម្យ៉ាងទៀតណាខ្ញុំក៏អត់បានរៀនបានច្រើនទេតែនេះខ្ញុំនិយាយតាមការពិតអ្វីដែលខ្ញុំមើលឃើញរាល់ថ្ងៃហុយណាហុយខ្លាំងជាងគេបំផុតគឺផ្លូវនេះតែម្ដងពេលដែលខ្យល់បក់ទៅខាងណាគឺហុយទៅខាងនឹងជាងគេបងគ្រប់គ្នាជួយតែមើលទៅនៅមុខផ្ទះដបផ្ទះទៅដឹងថាវាហុយបែបមិនខ្លះហើយអញ្ចឹងហើយខ្ញុំសូមឲ្យបងប្អូនគ្រប់គ្នាទាំងអស់ជួយមានវិធានការនឹងការទប់ស្កាត់សម្រាប់ដីហុយនឹងផងហើយមានវិធានការជាមួយនឹងផ្លូវនេះផងពួកអីកូនសិស្សទៅរៀនធ្វើដំណើរលក់ដូរអាជីវករក៏នៅតែលើផ្លូវនឹងទាំងអស់ហើយបើខ្ញុំនៅចិត្តនឹងផ្លូវហុយយ៉ាងនេះតើអនាគតទៅសុខភាពខ្ញុំទៅយ៉ាងណាកូនចៅទាំងអស់គ្នារស់នៅមានតទៀតអត់មិនដែរឬក៏អាចបញ្ចប់នៅតែត្រឹមដោយសារដីហុយឆ្លក់ងាប់នឹងយ៉ាងម៉េចចង់សួរយ៉ាងហើយខ្ញុំអត់មានទៅសុំអីច្រើនទេសុំតែមួយថាសុំឲ្យជួយចាត់វិធានការសម្រាប់រឿងដីហុយនេះមិនថាធ្វើជាបញ្ហាមួយណាស្រោចទឹកធ្វើចាក់បេតុងយ៉ាងម៉េចក៏ដោយខ្ញុំចង់មានដំណោះស្រាយដែលសមរម្យតែមួយថាជួយដោះស្រាយខ្ញុំផងកុំឲ្យវាហុយចឹងពេកពេលដែលហុយចឹងលក់ដូរក៏មិនសឹកបានចេញទៅធ្វើដំណើរទៅណាក៏អត់កើតដែរបើចង់ទៅយកកូនពីសាលារៀនត្រូវតែមើលសិនថាបើមានឡានច្រើនគឺត្រូវតែយកកូនអាយុជាងហ្នឹងបន្តិចហើយសម្រាប់ក្មេងនៅសាលារៀនក៏ចឹងដែរក្មេងនៅសាលារៀនថ្ងៃមុនខ្ញុំឃើញផ្ទាល់ខុសគ្នាតែមួយចំអាមេឡានគឺត្រូវកិនគាត់ស្លាប់ទាំងកង់ទាំងមនុស្សប៉ុន្តែពេលពួកដែលខ្ញុំជិះនៅខាងក្រោយស្រែកទៅគឺគាត់ភ័យគាត់តម្លាក់កង់ទៅគាត់ដួលទៅហ្នឹងដោយសារបញ្ហាផ្លូវនិងដីហុយអញ្ចឹងសូមឲ្យបើអស់លោកទាំងអស់គ្នាព្រមទាំងសម្ដេចពុកសម្ដេចម៉ែសម្ដេចពិសេសគេសម្ដេចហ៊ុនម៉ាណែតជួយមើលផងផ្លូវមួយនឹងហុយខ្លាំងណាស់ពួកអីកូនចៅនៅកន្លែងនេះសឹងតែថានិយាយទៅផ្ទះនៅខាងមុខបើមករកម្ចាស់ផ្ទះនៅខាងមុខគឺអត់នៅទេតតែរនៅចុងដីបានឃើញព្រោះឯដូចខ្ញុំធ្វើរោងទី3នៅខាងក្រោយបានហុយហើយចក្រានបាយខ្ញុំក៏នៅរោងទីក្រាក់នៅក្រោយទី3ដែរព្រោះឯខាងមុខវាហុយណាស់ផ្ទះមើលទៅឃើញផ្ទាល់នោះផ្ទះខ្ញុំគឺបាត់ទ្វារចឹងមានថាអ្នកដំណើរដែលមកពីឆ្ងាយមកអីធ្វើដំណើរតាមផ្លូវហ្នឹងពេលដែលឃើញផ្ទះប្រជាពលរដ្ឋគេប្រកាសជាស្មានថាប្រជាពលរដ្ឋអត់មានអ្នកនៅទេអត់មានអ្នកនៅទេប៉ុន្តែកត្តាដែលសំខាន់បំផុតកត្តាដែលធំបំផុតហ្នឹងគឺបញ្ហាដីហុយបាទបញ្ហាដីហុយអញ្ចឹងយើងគ្រាន់តែចង់ស្នើសុំទៅដល់ក្រុមហ៊ុនឃុំសង្កាត់ទាំងអស់គ្នាដែលបានដឹងដែលអស់លោកនៅធំខាងលើជួយមើលផងប្រជាពលរដ្ឋនៅម្ដុំនេះគឺប៉ះពាល់សុខភាពខ្លាំងណាស់ពិសេសជាងគេគឺដីហុយនឹងតែម្ដងនៅក្នុងភូមិអីបងជួយបញ្ជាក់ទៅដល់មហាជនម្ដងទៀតភូមិសាមគ្គីស្រុកស្នួលខេត្តក្រចេះបាទភូមិសាមគ្គីស្រុកស្នួលខេត្តក្រចេះមួយទៀតបងពេលខ្លះពេលដែលយើងផ្សាយទៅវាមានមតិខ្លះវារិះគន់មតិខ្លះគេយល់អំពីបញ្ហាហ្នឹងអ្នកខ្លះគេរិះគន់ថាបញ្ហាផ្លូវបញ្ហាដីហុយអ្នកកន្លែងណាក៏មានដែរចុះមួយចុះពីរអញ្ចឹងអានឹងបងយល់យ៉ាងម៉េចដែរចំពោះមតិរិះគន់បែបហ្នឹងចង់ប្រាប់បងទៅវិញទាំងអស់គ្នាថាចាបងទាំងអស់គ្នានិយាយថាកន្លែងណាក៏មានដីហុយដែរកន្លែងណាក៏ប៉ះពាល់សុខភាពតែខ្ញុំចង់ប្រាប់បងទៅវិញថានៅកន្លែងដែលខ្ញុំរស់នៅនេះវាមិនមែនប៉ះពាល់សុខភាពតែម្ដងទេហើយក៏មិនមែនតិចដែរបើបងទាំងអស់គ្នាដែលមានមតិហើយមានខមមិនមកនោះបើបងមកនៅក្នុងកន្លែងខ្ញុំនេះច្បាស់ជាដឹងហើយថាមានបញ្ហាអីកើតឡើង
បើបងនៅក្នុងហេតុការណ៍ហ្នឹងតែបើបង comment ផាយជា comment ហ្នឹងដែលគាត់អត់ដឹងថាកន្លែងហ្នឹងវាហុយប៉ុណ្ណាតែបើបងខ្លះធ្លាប់ធ្វើដំណើរឆ្លងកាត់ហើយក៏ជួយ comment ល្អមកពួកអីផ្លូវហ្នឹងក៏មានមិនមែនមានតែប្រជាជននៅភូមិសាមគ្គីនឹងជីកាត់ដែរក៏មានបងប្អូនទាំងអស់គ្នាឆ្លងកាត់តាមហ្នឹងដែរមែនទេចាផ្លូវមួយខ្សែនាំប្រយោជន៍ឲ្យពួកយើងច្រើនគ្នាណាអញ្ចឹងជួយថែអាសាផងហើយម្យ៉ាងទៀតជួយអភិវឌ្ឍឲ្យល្អជាងហ្នឹងទៅក៏ប្រជាជននៅជុំវិញហ្នឹងក៏មានសុខភាពល្អជាងហ្នឹងហើយសម្រាប់ធ្វើងារអាជីវកម្មនៅលើផ្លូវថ្នល់ក៏រឹតតែស្រួលជាងហ្នឹងទៅទៀតមែនអត់ចាអញ្ចឹងកន្លែងត្រង់ចំណុចហ្នឹងហើយដែលបងស្រីក៏ចង់ស្នើសុំនៅពេលដែលយើងមិនទាន់មកដល់នៅពេលដែលយើងគ្រាន់តែឃើញយើងមិនបានមកដល់ផ្ទាល់យើងគិតថាមិនជាបញ្ហាអីទេវាគ្រាន់តែហុយប៉ុណ្ណឹងប៉ុន្តែបងប្អូនមកដល់មិនដឹងថាវាហុយប៉ុណ្ណាដូចខ្ញុំមកឈរទីនេះប្រហែលជាប្រហែល10នាទីជាងទៅ20នាទីគឺខ្ញុំហុយពណ៌ខ្មៅឡើងចេញពណ៌អីហើយអញ្ចឹងបងប្អូនអាចមើលឃើញជាក់ស្ដែងទាំងអស់គ្នាកាមេរ៉ាមែនខ្ញុំត្រូវទៅដូចជាអ្នកដែលចោះភក់នៅរៀលដីលេងឲ្យកាមេរ៉ាមែនប៉ៅផៃហើយនឹងកាមេរ៉ាមែនរតនាគឺសិតតែដូចគ្នាហើយបងប្អូនមើលជាក់ស្ដែងអំពីបញ្ហាផ្លូវនេះវាដូចជាមិនប្របាក់អីណាទេបងណាវាបើនិយាយប្របាក់វាអត់ប្របាក់អីតែសំខាន់ជាងគេបំផុតគឺហុយនឹងតែប៉ុណ្ណឹងហុយខ្លាំងហ្មងអញ្ចឹងបងស្នើសុំទៅទី1ខាងក្រុមហ៊ុនទី2ខាងថ្នាក់ខេត្តសូមឲ្យគាត់មេត្តាជួយមើលប្រសិនបើមានវិធានការឲ្យសមស្របឲ្យពួកខ្ញុំផងពួកខ្ញុំនៅកន្លែងនេះរាល់ថ្ងៃគឺដីហុយខ្លាំងណាដីហុយខ្លាំងទី1ប៉ះពាល់សុខភាពទី2ប៉ះពាល់ឡើងការរៀនសូត្ររបស់ក្មេងទៀតពួកអីពេលដែលខ្ញុំទៅយកគាត់មកពីសាលារៀនបើមិនមានមួកមានម៉ាស់បិទចិត្តទេគឺហុយខ្លាំងណាអញ្ចឹងហើយគឺពិសេសជាងគេបំផុតគឺប៉ះពាល់សម្រាប់ក្មេងហ្នឹងហ្មងក្មេងក្នុងមនុស្សចាស់ហ្នឹងគឺដូចតែគ្នាហ្នឹងពួកអីហេតុអីអញ្ចឹងបើគ្មានសុខភាពល្អគ្មានការរីកចម្រើនដំណើរការទៅមុខអីអញ្ចឹងសូមឲ្យអស់លោកធំនៅខាងលើជួយនេះស្ថាបនាធ្វើផ្លូវថ្នល់ឡើងដោះស្រាយឲ្យប្រជាជនទាំងអស់គ្នាឲ្យបានស្រួលផងបាទបងប្អូនជាទីមេត្រីបានស្ដាប់ហើយកាមេរ៉ាបាយទៅតិចទៅនេះសិតតែវិជាពលរដ្ឋបាទនេះសិតសឹងតែវិជាពលរដ្ឋទាំងអស់បាទហើយយើងឃើញហើយគឺបញ្ហានេះគឺមិនមែនតែត្រឹមតែថ្ងៃហ្នឹងទេគឺរយៈពេលយូរឆ្នាំហើយដែលបញ្ហានេះគឺវាហៅថាជាជំងឺរ៉ាំរ៉ៃណាដែលវារីករាលដាលដូចជាមិនចេះចប់អញ្ចឹងទៅសូមពុកម៉ែបងប្អូនមេត្តាជួយshareម្នាក់មួយអំពីបញ្ហានេះដើម្បីដឹងដល់ប្រមុខគណៈដឹកនាំជាពិសេសថ្នាក់ខេត្តក្រចេះតែម្ដងលោកអភិបាលខេត្តបានជ្រាបអំពីបញ្ហានេះឬមួយក៏អាយដាមរដ្ឋមន្ត្រីក្រសួងសាធារណការនឹងជូននិងដេញខាងក្រុមហ៊ុនចិនឯបងក្រុមហ៊ុនចិនបាទក្រុមហ៊ុនចិនគាត់មេត្តាបានជ្រាបអំពីបញ្ហានេះអញ្ចឹងខ្ញុំដូចជាអត់មានអីច្រើនទេបញ្ហាមួយចំនួនខ្ញុំបានស៊ូបងអស់ហើយបាទខ្ញុំបានស៊ូបងអស់ហើយអញ្ចឹងប្រសិនបើមានអីបន្ថែមខ្ញុំបាទមាសសារ៉ារហ័សនាមមាត់រហ័សសម្ដីត្រង់នឹងធ្វើការលំអិតជូនពុកម៉ែបងប្អូនជាបន្តទៀតខ្ញុំបាទមាសសារ៉ារហ័សនាមមាត់រហ័សសម្ដីត្រង់ក៏សូមអរគុណនិងសូមគោរពលា